បាទដូច្នេះនេះគឺជាគណមានៃការដើរចេញរបស់ក្រុមទាំងពីរបាទដោយក្រុមម្ចាស់ផ្ទះ Naga World មានឯកសណ្ឋានអាវពណ៌បាទទឹកប៊ិចបាទផ្ទៃមេឃលីពណ៌ស្វាយបាទស្របពេលដែលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងបាទគឺឯកសណ្ឋានបាទអាវពណ៌សខោពណ៌សបាទមួយឈុតតែម្ដងជំនួបដែលធ្វើឡើងនៅក្នុងកីឡាដ្ឋានបាទនេះខេត្តកំពង់ស្ពឺបាទគឺបើកឆាកបាទគឺក្រុមដែលមានឱកាសក្នុងការសម្រុកគឺព្រះខ័នរាជស្វាយរៀងដែលជាការសុទ្ធរបស់ខ្សែបំរើប្រយុទ្ធបាទ Gabriel de Silva Costa បាទប៉ុន្តែគ្រាប់បាល់នេះត្រូវបានរារាំងដោយអ្នកចាំទីកម្ពុជា Red Lee Heng បាទខណៈដែលបាទ Naga World ស្ទើរតែមានឱកាសរកគ្រាប់បាល់បានមុនទៅហើយបាទ Jortiha បាទទាត់បាល់មួយជើងប៉ោងឡើងទៅខាងលើបាទដែលនេះគឺជាកំហុសបាទ error នៅតំបន់ការពាររបស់ព្រះខ័នរាជស្វាយរៀងហុចឱកាសឲ្យជាសុកមេងកាត់មក Jortiha ល្អមែនទែនបាទប៉ុន្តែបាទ Jortiha បាទបែរជាទាត់ឡើងទៅខាងលើយ៉ាងណាក៏ដោយព្រះខ័នរាជស្វាយរៀងមានឱកាសបាទរឿយជាបន្តបន្ទាប់បាទ Matthews បាទដែលជាអ្នករកបាន3គ្រាប់ថ្ងៃនេះបាទក៏មានឱកាសដែរបាទនៅក្នុងដើមវគ្គទី1បាទប៉ុន្តែការតែតរបស់គេបាទគឺស្រាលធ្វើឲ្យបាទ Red Lee Heng ចាំបានបាទជាប់តែម្ដងហើយនេះគឺជាការរកគ្រាប់បាល់ទី1បាទរបស់ Matthews បាទតាមរយៈការសុទ្ធ2ជើងបាទសរុបទៅ3ជើងបាទពីញៀនសុកស៊ីដានបាទដែលនេះគឺជាគុណផលបាទ performance របស់ស៊ីដានទាញផុត2ហើយក៏ជាការសុទ្ធបាទ signature របស់ខ្លួនហើយក៏ឡងប៉ះបកគោលទីឡងមក Matthews បាទ Matthews ក៏សុទ្ធមួយជើងបាទទើសជាមួយ Lee Heng មួយជើងទៀតក៏សម្រេចគ្រាប់បាល់តែម្ដងបាទដូច្នេះព្រះខ័នរាជស្វាយរៀងបានរកគ្រាប់បាល់នាំមុខមុនមួយគ្រាប់នៅក្នុងវគ្គទី1ដែលលទ្ធផល1-0បាទតាមរយៈការសុទ្ធបញ្ចូលទីរបស់ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលបាទ Matheus Celestino ឈានចូលមកដល់វគ្គទី2បាទក្រុមទាំងពីរចាប់ផ្ដើមការប្រកួតក៏ដូចជាការប្រយុទ្ធជាបន្តហើយនេះគឺជាការរកគ្រាប់បាល់ទី2របស់ព្រះខ័នរាជស្វាយរៀងតាមរយៈការញាក់នៅមុខទីបាទរបស់ខ្សែបំរើបាទ Cristiano Santos បាទដែលធ្វើឲ្យលោក Pep Munoz រីករាយមែនទែនចំពោះគ្រាប់បាល់មួយនេះបាទដែលខ្សែការពាររបស់ Naga បាទ 4-5 រូបបិទបាទ Cristiano Santos មិនជាប់បាទស្របពេលដែល Cristiano Santos ក្រោយពីសុទ្ធបញ្ចូលទីក៏មិនមានការអបអរដែរបាទ no celebration បាទគឺជាការគោរពទៅកាន់ក្លឹបចាស់របស់ខ្លួនដែលជាក្លឹបដែលប្រកបអាជីពបាទនៅលីកកំពូលកម្ពុជាមុនផ្លាស់មកព្រះខ័នរាជស្វាយរៀង5រូបបិទមិនចិត្តបាទគណៈដែលខាង Naga ក៏មានឱកាសតាមមកវិញផងដែរបាទ Hugo Kementani បាទសុទ្ធមួយជើងបាទទៅលើបាទទីរបស់ព្រះខ័នរាជស្វាយរៀងប៉ុន្តែត្រូវបានវីរៈតារាបដិសេធថាទេចំពោះគ្រាប់បាល់បាទមានការសម្រុកជាបន្តហើយនេះគឺជាការសុទ្ធគ្រាប់ទី3របស់ព្រះខ័នរាជស្វាយរៀងហើយក៏ជាគ្រាប់ទី2របស់ខ្សែប្រយុទ្ធបាទ Matheus Celestino បាទដែលជាការបាទសុទ្ធបាទនៅមុខទី free shoot យកតែម្ដងបាទមិនមានការរារាំងយ៉ាងណាក៏ដោយបាទមានការសម្រុកជាបន្តបាទ Jortiha បាទស្ទើរតែបំបែកបាទគេហៅថាប្រព័ន្ធបាទការពារដ៏រឹងមាំរបស់ព្រះខ័នរាជស្វាយរៀងបានទៅហើយប៉ុន្តែនៅឡើយវីរៈតារាដែលជាវីរៈបុរសរបស់ព្រះខ័នរាជស្វាយរៀងសង្គ្រោះបាល់បានសម្រេចបាទហើយក៏មានការសុទ្ធពីចម្ងាយជាបន្តបាទមួយជើងនេះបាទដូចគ្រាប់រ៉ុកែតអញ្ចឹងបាទប៉ុន្តែវីរៈតារានៅតែសង្គ្រោះបាល់បានសម្រេចបាទមិនអោយរបួសសំបីតែមួយគ្រាប់បាទមានការសម្រុកជាបន្តទៀតមកផងដែរបាទពីព្រះខ័នរាជស្វាយរៀងប៉ុន្តែ Red Lee Heng ក៏សង្គ្រោះបាល់បានដូចគ្នាបាទតាមរយៈការសុទ្ធរបស់បាទ Nick Tyler បាទកីឡាករដែលលេងបាន4រ៉ូលបាទការពារឆ្វេងស្លាប់ឆ្វេងការពារស្ដាំស្លាប់ស្ដាំហើយនេះគឺជាកន្លែងដែលបាទ Red Lee Heng ភ្លាត់ស្នៀតនៅក្នុងការបាទដោលបាល់ចេញធ្វើឲ្យខ្សែប្រយុទ្ធបាទ Matheus Celestino បាទមានឱកាសបាទតែតបញ្ចូលទីដែលជាគ្រាប់ទី3របស់ខ្លួនបាទថ្ងៃនេះអាចនិយាយបានថាជា perfect hat trick បាទរបស់ Matheus Celestino បាទតាមរយៈការរកបាន3គ្រាប់បាទជើងឆ្វេង1គ្រាប់ជើងស្ដាំ1គ្រាប់និងការតែត1គ្រាប់ដូច្នេះចប់ការប្រកួតជាផ្លូវការនៅក្នុងការប្រកួតជម្រើសជើងឯក Cambodia Premier League រដូវកាល 2024-2025 ដំណាក់កាលទី2សប្តាហ៍ទី26ចប់ការប្រកួតគឺ Naga World 0ព្រះខ័នរាជស្វាយរៀង4